សួស្តីអ្នកនរនេះជារបៀបដែលយើងអាច transfer លុយចេញពីគណនីធនាគារ AC ដែលមកយើងទៅកាន់ trading account របស់យើងដូចខ្ញុំបានចែកម្លែកនៅក្នុង episode 3 ណា so យើងចូលនៅក្នុង app AC ដែលមកយើងនឹងមកហើយយើងចុចកន្លែង transfers កន្លែងសញ្ញាព្រួញទៅមកពីហ្នឹងអូខេអញ្ចឹងនៅក្នុងនេះវាមាន transfer ទៅច្រើនទៅ own accounts ទៅ local transfersទៅ card transfers ហើយអ្វីដែលយើងត្រូវចុចគឺចុចកន្លែងចំណុចចុងក្រោយ trading accounts គឺយើង transfer ចេញពី main account របស់យើងទៅ trading accounts អូខេយើង select យកចុងក្រោយប្រអស់មកនៅក្នុងនេះ trading accounts វាមាន4ផ្សេងគ្នាប៉ុន្តែដោយសារខ្ញុំយក ACDA ជា brokers so that's why ខ្ញុំត្រូវ click យកកន្លែង ACDA Securities PLC ដើម្បីឲ្យបានលុយរបស់ខ្ញុំ transfer ទៅហើយនៅក្នុង account នេះខ្ញុំ limit 20 រៀលហើយខ្ញុំនឹង transfer អ្នកនរអាចចុចកន្លែង to bank account ឬមួយក៏ trading account ហ្នឹងណានៅក្នុងហ្នឹងមាន account 2ជាលុយរៀលហើយនិងលុយដុល្លារអ្នកនរយកលុយរៀលក៏បានដុល្លារក៏បានអត់បញ្ហាទេណាសម្រាប់ខ្ញុំយកលុយដុល្លារដោយសារខ្ញុំគិតថាវាស្រួលគិតស្រួលសេអញ្ចឹងណា so ខ្ញុំ select យកលុយដុល្លារទៅហើយដោយសារនៅក្នុងaccount ហ្នឹងខ្ញុំ limit តែ20រៀល so that's why ខ្ញុំ transfer អ្នកនរចង់ transfer 5ដុល្លារក៏បាន1ដុល្លារក៏បាន10ដុល្លារក៏បាន15ដុល្លារក៏បាន20ដុល្លារក៏បានសេចយ៉ាងនេះណាហើយខ្ញុំគិតថាអូខេអាចថា transfer ទៅ10ដុល្លារទៅកាន់ trading account របស់ខ្ញុំហ្នឹងកន្លែង purpose អ្នកនរចង់ដាក់ក៏បានអត់ក៏បានដែរអានេះខ្ញុំក៏ note សម្រាប់ខ្លួនឯងអញ្ចឹងណាbuy shares for 2nd January 2026ចឹងអានេះខ្ញុំ clear stock ចាស់ខ្ញុំចាប់ផ្ដើមទិញ stock ថ្មីដើមឆ្នាំយ៉ាអញ្ចឹង10ដុល្លារយើង confirm ទៅដើម្បីឲ្យបានលុយរបស់យើងហ្នឹង transfer ទៅ trading account អញ្ចឹងដល់ពេលហ្នឹងបានជោគជ័យហើយអ្នកនរយើងអាចប្រើលុយហ្នឹងដើម្បីយកទៅទិញភាគហ៊ុនអញ្ចឹងបើយើងមើលនៅក្នុង balance trading នេះយើងបាន10ដុល្លារណាយ៉ាអូខេអញ្ចឹងយើងបកទៅកាន់app ដែលយើងអាចចូលដើម្បីយើងអាចទិញភាគហ៊ុនបានអញ្ចឹងណាអ្នកនរនេះយើងឃើញ app កន្លែងផ្សារហ៊ុននៅលើ YouTube នេះយ៉ាយើងចុចលើហ្នឹងមកហើយនៅក្នុងហ្នឹងមានព័ត៌មានគេហៅថា CSX trade ហ្នឹងហើយវាមាន Akleda ហ្នឹងដោយសារ Akleda ជា broker របស់ខ្ញុំអញ្ចឹងវាជាប់នៅហ្នឹងខ្ញុំ select យក Akleda រហូតពេលដែលយើងត្រូវការទិញអញ្ចឹងក្នុងវីដេអូមុនខ្ញុំបានបញ្ជាក់អំពី brokers មានប្រមាណអញ្ចឹងណានេះអ្នកនរនៅក្នុង list ទាំងអស់នេះគឺសុទ្ធតែជា brokers យ៉ាមាន OHB Securities មាន Canada Securities មាន Yanta Securities មាន Kampu Securitiesមាន SBI Royal Securitiesមាន Golden Fortune Securities មាន Akleda Securities PLC មាន PP Link Securities Co Ltd មាន Cambodia Securities PLC ហើយនឹងមាន Royal Group Securities PLC អញ្ចឹងទាំងអស់នេះសុទ្ធតែ brokers ទាំងអស់នេះ so អ្នកនរអាច select ឬមកក៏តាក់ទងជាមួយនឹងsecurities ណាមួយក៏បានដែរតាក់ទងទៅពួកគាត់ដើម្បីឲ្យពួកគាត់ស្នើទៅពួកគាត់ដើម្បីពួកគាត់ខ្លាយជា broker របស់យើងអញ្ចឹងណាបើខ្ញុំដោយសារមាន app ACDA ស្រាប់ so ខ្ញុំ broker របស់ខ្ញុំគឺ ACDA ហើយនៅក្នុងនេះខ្ញុំចុចកន្លែង scan ម្រាមដៃនេះដោយសារខ្ញុំដាក់ face ID ខ្ញុំបាច់វាយ password វាអញ្ចឹងកន្លែងនឹង face ID របស់ខ្ញុំស្គាល់មួយចាមុខរបស់យើងហ្នឹងហើយនៅក្នុងនេះមាន icon ច្រើនដែលអ្នកនរអាចមើលគេដាក់ថា begin closing sections ម៉ោង wiki ម៉ោងគេបិទតអញ្ចឹងហើយចាំមើលថាយើងអាចទិញតន់អត់
của xa hốt bất mỏng bầy hay dân miền P màn đọc tí tiết đấy nó cái nông này vì miền icon xem cái này miền cầm hôn xem cái này hay ta lái này cái này đôi cái này tê được nhung bật chạy nông video môn chẳng này hay ai tầm mơ video cha môn để nhung chạy lại hiện detail lại chẳng hết nè sau này cái nông này chẳng mơ ở cái nông market stock market today chẳng cái nông ngày đằng và cái nông ngày nó ngày pi và để nhung tình nhất á trong ngày sọc để sang ngày muối ngày bon chiết trong cái ba cái nào này ok chẳng được không đi dừng ảnh khởi nhé nè về mình record data bảo kê nữa hay được không đi dừng khởi cầm phone từng này hay để dừng ảnh tin stock bán thế nào này dừng còn Manchester tin thì đôi khi nhung bật chạy được không episode môn chẳng dừng bạn trẻ trong tình hôn bỏ cầm hôn nào môi các bạn sẽ chỉ so nó không đấy miền Akleda ABC này Akleda Bank of Cambodia chân hôn bỏ quát anh ấy sẽ card anh ấy sẽ đá bấm palpon bay hỏi học sập real lời Khmer dưới cái này này ở đó pi là tệ cầm hôn sẽ card mà share tập pi pon 500 thế trên 20 cent chẳng ấy GTI ní pi là something lời real dưỡng bằng 7 pon rồi hay lại viết cứ lan cho đấy tam màu ní cứ cầm hôn cùi mình lý lại vì pi pon xài dập cent lời Khmer dưỡng cái này cái này hay ní là cầm hôn PAS mà share mà mướn P1 bằng 480 real bây giờ là something là ngày hiện thay đấy hay PEPC thay mà share P1 bằng 780 real chiang 20 cent nên là PPAP mà share thay với mà mướn 4.780 thay hiện cấp nơi níក្រុមហ៊ុន PPSP តម្លៃមួយ share តែ 2,080 សេនទេហើយវាមានម៉ោងមានអីចឹងលោតតួលេខតាមហ្នឹងហើយនេះនៅក្រុមហ៊ុន PWSA មួយ share 6,360 សេនមករៀប5កាក់ something អានេះនៅក្រុមហ៊ុន DBDE hình thu thay này tế 2,170 real lời Khmer dưỡng ấy nè hay ní nơiក្រុមហ៊ុន JSL mà hôn 2,500 real tế 50 cent này là ngày là bạn nâng đấy PCG ta lấy real chiên ấy nângคือlời Khmer 4,840 ní vì tam máu này nên ai khơi trong này xếp ấy nè hayក្រុមហ៊ុនចុងក្រោយគឺ PCG ដែលយើងអាចទិញបានមក share ហ្នឹងគឺมันជាថ្លៃប៉ុន្មានទេអ្នកនរអញ្ចឹងក្រុមហ៊ុនទាំងអស់ហ្នឹងដែលមាននៅក្នុង app នេះគឺយើងអាចទិញចុចកន្លែង buy នេះកន្លែងសញ្ញាលេខបូកណាអញ្ចឹងអ្នកនរនឹងឃើញ icon នេះហើយ so ចង់ទិញក្រុមហ៊ុនណា select យកក្រុមហ៊ុនហ្នឹងទៅដោយសារថ្ងៃដើមឆ្នាំខ្ញុំចង់ទិញ AC តាហើយនៅក្នុងនេះអ្នកអស់នេះចង់ទិញលុយខ្មែរក៏បានលុយរៀលក៏បានដែរណាខ្ញុំselect យកដុល្លារដោយសារខ្ញុំគិតថាវារៀងស្រួលមើលដែរអញ្ចឹងណានៅក្នុងចំណុច price មានន័យថាមួយហ៊ុនវាគឺស្មើនឹង 7,360 រៀលខ្មែរយើងណាកន្លែងចំណុចខាងលើ 100 នេះមានន័យថាចំនួនដែលយើងត្រូវចង់ទិញយើងចង់ទិញ5យើងសេលេខ5ហ្នឹងទៅហើយវានឹងគុណឲ្យយើងលុយនៅក្នុងកន្លែង value នេះវានឹង load តាមហ្នឹងណាអ្នកនាង6ហ៊ុនវាស្មើនឹង$11 6ហ៊ុនហ្នឹងគឺ$11ហើយមិញខ្ញុំ transfer មកតែ10រៀលទេអញ្ចឹងទិញ6អត់បានទេ so ទិញបាន5ហ៊ុន
ដាក់លេខ5ហ្នឹងទៅយ៉ាអញ្ចឹងវាស្មើនឹង$9.10យ៉ាទិញ AC ដា5ហ៊ុនចុចកន្លែង buy ពណ៌ក្រហមហ្នឹងមកវាចាញ់មកហើយអ្នកនរគ្នាហ្នឹងហើយមកហ៊ុន 1.83 សេនខ្ញុំ screenshot ទុកខ្លួនឯងហើយចុច confirm OK yes ទៅប៉ុន្តែគេដាក់ check market hour យ៉ាមានន័យថាការទិញរបស់ខ្ញុំអត់ជោគជ័យទេដើមឆ្នាំដោយសារគីម៉ោងគេបិទតោះអ្នកនរម៉ោង 2:55 នាទីរសៀល so អត់ជោគជ័យទេខ្ញុំព្យាយាមចុចម្ដងទៀតដែរប៉ុន្តែយ៉ាវានៅតែអញ្ចឹងអូខេអរគុណច្រើនអ្នកនរសម្រាប់តាមដានទស្សនាណា see you